Sustain Papua kecil lebih lengkap pekat projectแบบនេះយើងហៅ style ចាស់យើងអាចធ្វើតាមខ្ញុំបានប៉ុន្តែយើងកើតproject យើងសំណល់យើងទៅពាក្យថាកន្លែងនេះកើត gradient ទី2ហ្នឹងពាក្យថា gradient យើងចាក់ពណ៌ប៉ុន្តែយើងចង់ចាក់ពណ៌អីក៏បានប៉ុន្តែខ្ញុំយកពណ៌ហ្នឹងទៅណាពីការធ្វើបង្ហាញឲ្យបងប្អូនហើយអូខេមកយើងកើតជា gradient បានហើយបងប្អូនទៅរកផ្នែក folder ទៅមកយើងយក distort យក wave កន្លែងនេះយកក្រម wave 2តែមកយើងចុចconverter smart ហើយយើងកន្លែងនេះយើងស្រេចបងប្អូនអាចស្រេតាមខ្ញុំក៏បានយើងយើងស្រេយើងក៏ស្លាញ់តាមអ្វីដែលយើងចង់បានเนาะហ្នឹងហើយសិនជាយើងស្រេហើយវាអត់ស្អាតយើងស្រេទៀតហ្នឹងយើងធ្វើឲ្យស្អាតអ្វីដូចក្នុងវីដេអូហ្នឹងតែម្ដងប៉ុន្តែជាងគ្រាសអាក្រមគេនេះគឺយើងយកអាក្រមគេដែរបន្តមកយើងយកអូខេតែមកយើងស្រេទៅខ្ញុំបាត់អស់យើងអូខេយើងបានចេញយើងរបៀបណាដើម្បីឲ្យវាhighlight style ដូចខ្យងបងប្អូនយក distort ថាទៀតយើងយកកន្លែងនេះទី3ហ្នឹងហើយវាចេញបង្ហាញទម្រង់បែបនេះហ្នឹងហើយសិនជាបងប្អូនវានៅក្រោមយើងទាញមកដាក់វានៅលើមកយើងគ្រីយកអាលើគេតមកយើងអូខេបានហើយប៉ុណ្ណឹងហើយយើងនៅធ្វើដូចយើងពូជខ្យងនេះវាពូជខ្យងខ្លះនេះហ្នឹងហើយបើអាចធ្វើទៅបានបងប្អូនចុចដាទៀតហើយបងប្អូនយកវគ្គនេះអត់ជួយហ្នឹងហើយតែយើងស្រេទៅតាមអ្វីដែលបងប្អូនស្រឡាញ់មកឬក៏ចូលចិត្តមកយើងស្រេតាមចាយើងអូខេតែមកយ៉ាងអូខេហើយវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះខ្ញុំសូមអរគុណកុំភ្លេចចុច like subscribe ខ្ញុំជាមួយសូមអរគុណ